សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស៊ីម៉ាឬក៏ហៅបានថាប្រុសស្មុកក៏បានដែរថ្ងៃនេះដែរមិនបន្តសាច់រឿងរបស់យើងបន្តទៀតក៏ប៉ុន្តែមិនបន្តសាច់រឿងអេមីនពិតជាអរគុណដល់កាន់គ្នាយើងមែនតើដែលបានសផកកាហ្វេមកកាន់អេមីនមានតែពីជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាជីវិតក៏ធ្វើដំណើរទៅណាណាប្រកបដោយសុវត្ថិភាពជានិច្ចមួយទៀតនោះបើសិនជាគ្នាយើងណាដែលមានបំណងថាចង់សផកកាហ្វេមកកាន់អេមីនអីនោះអេមីននឹងដាក់ QR នៅទីនេះដើម្បីផ្ដល់ជាកម្លាំងចិត្តមកដល់អេមីនហើយសម្រាប់គ្នាយើងណាដែលមិនទាន់បានចុច Subscribe នៅលើ Channel របស់អេមីនទេគឺសូមចុចឲ្យហើយទៅដើម្បីទទួលបានវីដេអូថ្មីៗនៅពេលមានក៏បានអាប់ឡូតឥឡូវនេះក៏មកចាំពេលវេលាយូរយើងមកតាមដានសាច់រឿងរបស់យើងគឺតែម្ដងទៅសាច់រឿងក៏កាប់បង្ហាញមកកន្លែងផ្ទះរបស់ម៉ាក់អេរ៉េនៅវិញយើងក៏បានគិតថាឡៃណាកំពុងតែស្ថិតនៅទីនោះក្នុងការរៀនតាក់ទងអំពីធ្វើម្ហូបតែអាការចំអិនម្ហូបរបស់នាងនៅពេលនេះដូចជាភ័យមិនទេមីរ៉ានៅពេលឃើញបែបហ្នឹងក៏បានស្ដីឲ្យទៅកាន់ឡៃណាតែម្ដងថាការទៅបានអាហារថៃត្រង់ដូច្នោះហើយឡៃណាក៏បានធ្វើការសុំទោសទៅកាន់មីរ៉ាហើយម៉ារបស់អេរ៉េក៏បានរំលឹកតាក់ទងអំពីអេរ៉េបើទោះបីជាគាត់គឺមានភាពរញ៉េរញ៉ៃបន្តិចមែនប៉ុន្តែអ្វីដែលគាត់បានផ្ដោតហើយគឺត្រូវតែធ្វើឲ្យចប់តែម្ដងនៅពេលហ្នឹងសូម្បីតែឡៃណាក៏បានសរសើរទៅកាន់អេរ៉េផងដែរថាជាមនុស្សដែលខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់មែនទែនការបង្ហាញមកកន្លែងអេរ៉េនៅវិញឥឡូវហ្នឹងក៏កំពុងតែស្ថិតនៅក្នុងសាលាពណ៌ខៀវជាពិសេសគណៈពេលហ្នឹងអេរ៉េក៏កំពុងតែស្នើសុំទៅកាន់អ្នកគ្រូដើម្បីឲ្យគាត់បានធ្វើតេស្តដើម្បីគាត់នឹងគឺឡើងទៅដល់ថ្នាក់ទី2តែអ្នកគ្រូក៏បានបដិសេធនឹងសំណើរបស់អេរ៉េដោយលើកឡើងនិយាយថាការប្រឡងគឺមានរយៈពេល1ឆ្នាំទើបអាចប្រឡងបានអេរ៉េក៏បានលើកឡើងនេះផងដែរថាក្នុងសាលារៀនគឺមានករណីពិសេសមួយដែលអនុញ្ញាតឲ្យសិស្សគឺអាចប្រឡងបានអ្នកគ្រូក៏បានតបឡើងលឿនតែម្ដងថានោះតើតើឯងគឺជាសិស្សគំរូទោះបីជាអ្នកគ្រូក៏បានលើកឡើងនិយាយបែបហ្នឹងក៏ដោយក៏ប៉ុន្តែអេរ៉េនៅពេលហ្នឹងនៅតែទទួលទៅកាន់អ្នកគ្រូអញ្ចឹងតែហេតុនេះហើយអ្នកគ្រូក៏បានប្រាប់ទៅកាន់អេរ៉េបើសិនជាឯងចូលរៀនម៉ោងគាត់ឲ្យបានទៀងទាត់គាត់នឹងពិចារណាអំពីរឿងរ៉ាវរបស់ឯងដែលបានស្នើសុំក៏ប៉ុន្តែអាលបងអេរ៉េនេះគឺដកកតែម្ដងថែមទាំងនិយាយឌឺទៅកាន់អ្នកគ្រូទៀតមូលហេតុដែលគាត់ចង់ប្រឡងហ្នឹងដោយសារតែគាត់ចង់កិច្ចវេះតាក់ទងអំពីការចូលរៀននឹងឯងដោយការនិយាយរបស់អេរ៉េបែបហ្នឹងហើយធ្វើឲ្យអ្នកគ្រូគឺពិតជាក្តៅក្រហាយជាមួយនឹងអេរ៉េមែនទែនដល់ពេលចឹងទៅអ្នកគ្រូក៏បានយល់ព្រមនឹងពាក្យសម្ដៅរបស់អេរ៉េតែម្ដងក្រោយមកទៀតយើងក៏បានគិតថាអ្នកគ្រូហើយនឹងអេរ៉េក៏បានចូលមកដល់សង្វៀនក្នុងការប្រកួតគ្នាហើយគូហ្វាពិតជាបារម្ភទៅកាន់អេរ៉េមែនទែនដោយសារតែអ្នកគ្រូគឺមានកម្រិតលក្ខណៈអាស្មិកទៅហើយរួចមកទៀតអ្នកគ្រូក៏បាននិយាយប្រាប់ទៅកាន់អេរ៉េផងដែរបើតាមស្តង់ដារក្នុងការធ្វើតេស្តអីហ្នឹងមិនចាំបាច់ការវាយរហាយរាងកាយអីនោះទេគ្រាន់តែប្រើវេទមន្តក្នុងការបង្ក្រាបគ្នាទៅវិញទៅមកទៅបានហើយណាមួយខ្ញុំគឺពិតជាមិនចង់លើសម្ដីពីឯងតាក់ទងអំពីការឆេះឆាប់របស់គាត់ក្នុងការវិប្រហារទៅកាន់ឯងនោះទេចំអ្នកគ្រូគឺបានមើលងាយមកកាន់ខ្ញុំតើនេះអេរ៉េក៏បានតទៅវិញផងដែរថារឿងរ៉ាវទាំងអស់ហ្នឹងគឺវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំនោះទេអ្វីដែលខ្ញុំគិតហ្នឹងគឺថាខ្ញុំគឺត្រូវតែផ្ដោតក្នុងការយកឈ្នះទៅកាន់អ្នកគ្រូឲ្យតបានចំពោះអ្នកគ្រូគឺមានអារម្មណ៍ថាមើលចិត្តទៅកាន់អេរ៉េបន្តិចផងដែរដោយសារតែអេរ៉េគឺនិយាយឌឺមកកាន់គាត់រហូតហ្នឹងបន្តមកទៀតអ្នកគ្រូក៏មិនចាំមេដាក៏បានបង្កើតព្យុះតកដាក់ទៅលើរាងកាយរបស់អេរ៉េវេទមន្តខ្ចោះគួយរបស់អ្នកគ្រូបាំនឹងហើយធ្វើឲ្យគូហ្វាកំពុងតែមើលក៏ពិបាកក្នុងការដកដង្ហើមផងដែររីឯទីតាំងរបស់អេរ៉េនៅវិញនៅទីអំផលក៏បានខ្លាចជាដុំតកបាត់ទៅហើយដល់ពេលទៅអ្នកគ្រូក៏បាននិយាយផងដែរថាសិស្សថ្មីគឺតែងតែបែបហ្នឹងហើយតែងតែមានអំណត់លើខ្លួនឯងបែបនេះមិនត្រឹមតែប៉ុណ្ណោះទេអ្នកគ្រូគឺថែមទាំងឆ្លៀតប្រាប់ទៅកាន់គូហ្វាផងដែរទាក់ទងអំពីការប្រើប្រាស់វេទមន្តរបស់គាត់ដាក់ទៅកាន់សត្រូវអ្នកគ្រូមានជំនឿចិត្តបន្តមកប្រមាណផងក៏ស្រោតតែភ្ញាក់ផ្អើលហើយដោយសារតែតករបស់គាត់ដែលបានធ្វើការបង្កទៅកាន់អេរ៉េគឺត្រូវបានបែងហើយតាមពិតទៅការកកអំបីនេះអត់មានផលប៉ះពាល់ទៅកាន់អេរ៉េនោះទេដោយសារតែអេរ៉េក៏បានបង្កើតខែការពារជាលក្ខណៈដុំតកដូច្នោះហើយធ្វើឲ្យអ្នកគ្រូគឺពិតជាមានការភ្ញាក់ផ្អើលមែនទែនទាក់ទងអំពីសមត្ថភាពរបស់អេរ៉េដែលអាចបង្កើតខែការពារត្រឹមតែរយៈពេលខ្លីបានរួចមកក៏ដល់វេនរបស់អេរ៉េម្ដងហើយគាត់ក៏បានបញ្ចេញវេទមន្តតករបស់គាត់ផងដែរដែលមានលក្ខណៈចំនួន10នៅពេលដែលឃើញបែបហ្នឹងអ្នកគ្រូក៏បាននិយាយផងដែរថាបរិមាណបែបហ្នឹងគឺវាមិនអាចយកឈ្នះមកកាន់គាត់បានទេមានអីក៏ស្រាប់តែអេរ៉េក៏បានបញ្ចេញវេទមន្តតករបស់គាត់គឺបន្ថែមទៀតតែម្ដងអ្នកគ្រូក៏មិនចាំយូរដែរក៏បានបញ្ចេញវេទមន្តតករបស់នាងក្នុងការមកតបតជាមួយនឹងវេទមន្តតករបស់អេរ៉េដែលបានវាប្រហារអ្នកគ្រូក៏បានដឹងខ្លួនថាគាត់កំពុងតែមើលស្រាលអំពីសមត្ថភាពរបស់អេរ៉េពីព្រោះថាបច្ចេកទេសរបស់អេរ៉េក្នុងការបង្កើតវេទមន្តក្នុងការវាយរហាមកកាន់គាត់នៅពេលនេះអេរ៉េគឺបានធ្លាប់ប្រើវាម្ដងក្នុងការធ្វើតេស្តម្ដងហើយទោះជាយ៉ាងណាក៏ដោយអ្នកគ្រូនៅតែបន្តមានអំណួតលើខ្លួនឯងចឹងថាអេរ៉េគឺមិនអាចយកឈ្នះមកកាន់គាត់បានទេដល់ពេលទៅអេរ៉េក៏បានបញ្ចេញវេទមន្តតករបស់គាត់គឺបន្ថែម2ដងតែម្ដងចំពោះអ្នកគ្រូគឺនៅតែមិនភ្ញាក់ផ្អើលហើយក៏មិនព្រើយរួមជាមួយអេរ៉េដែរដែលគាត់ក៏បានបញ្ចេញវេទមន្តតកស្មើគ្នាជាមួយនឹងអេរ៉េដូចគ្នាអ្នកគ្រូមកប៉ះណាក៏មិនប៉ះមកប៉ះជាមួយនឹងកពូមនុស្សដល់កអីមានអីក៏ស្រាប់តែអេរ៉េក៏បានធ្វើការបញ្ចេញវេទមន្តតករបស់គាត់ក្នុងការហុំព័ទ្ធទៅកាន់អ្នកគ្រូនៅពេលឃើញបែបហ្នឹងក៏ចាប់5ភ័យសន្ស្លាវហើយដោយសារតែវាច្រើនលើសលោពេងមិនត្រឹមតែប៉ុណ្ណោះទេអ្នកគ្រូក៏បានដឹងថាការបញ្ចេញវេទមន្តបែបនេះគឺវាមានលក្ខណៈស្មុគស្មាញមែនទែនដូច្នោះហើយអ្នកគ្រូគឺមិនអាចវិបល់ទៅកាន់អេរ៉េបានទៀតទេដោយសារតែគាត់នៅពេលនេះគឺត្រូវតែបង្កើតខែការពាររាងកាយរបស់គាត់គឺនៅពេលដែលអេរ៉េក៏កំពុងតែប្រើប្រាស់វេទមន្តតករបស់គាត់ក្នុងការវាយរហាទៅកាន់អ្នកគ្រូហ្នឹងអ្នកគ្រូក៏បានគិតនៅក្នុងចិត្តផងដែររបាំងការពាររបស់គាត់ពិតជារឹងមាំខ្លាំងណាស់អញ្ចឹងហើយអាការវាយរហារបស់អេរ៉េបែបហ្នឹងមិនអាចធ្វើអ្វីមកកាន់គាត់បានឡើយអ្នកគ្រូកំពុងតែគិតមិនទាន់មកប្រមាណផងក៏ស្រាប់តែអេរ៉េក៏បានធ្វើការបញ្ចេញវេទមន្តតករបស់គាត់នៅចំពីលើក្បាលរបស់អ្នកគ្រូតែម្ដងអ្នកគ្រូក៏អស់ជំរឿផងដែរគ្រាន់តែបង្កើតខែការពារដើម្បីទប់អំពីការវាយរហារបស់អេរ៉េគណៈពេលហ្នឹងបើទោះបីជាអ្នកគ្រូក៏បានខំទប់យ៉ាងណាក៏ដោយក៏ប៉ុន្តែនៅមិនអាចទប់បានហើយចុងក្រោយអ្នកគ្រូគឺត្រូវបានចាញ់នៅក្រោមស្នាដៃរបស់អេរ៉េនឹងឯង
គូហ្វានៅពេលដែលឃើញបែបហ្នឹងគឺស្ទើរតែមិនជឿនោះទេថាអេរ៉េគឺអាចបដូរទៅកាន់អ្នកគ្រូបានអញ្ចឹងណាហើយរឿងរ៉ាវដែលអេរ៉េគាត់អាចយកឈ្នះទៅកាន់អ្នកគ្រូនៅសាលាប៉ូខៀវបានហ្នឹងគូហ្វានេះក៏បានធ្វើការប្រាប់ទៅកាន់កៃតូហើយនិងខូលេតផងដែរធ្វើឲ្យពួកគេទាំងពីរនាក់ក៏បាននិយាយសរសើរទៅកាន់អេរ៉េថាពិតជាអស្ចារ្យខ្លាំងណាស់ហើយគោលដៅបន្តរបស់អេរ៉េគឺជាខូលេតដែលជាសាលាប៉ូបៃតងសាច់រឿងក៏បង្ហាញនៅពេលដែលអេរ៉េក៏បានស្នើសុំទៅកាន់អ្នកគ្រូទាក់ទងអំពីការប្រឡងប៉ុន្តែអ្នកគ្រូនៅសាលាប៉ូបៃតងក៏បានបដិសេធនឹងសំណើរបស់អេរ៉េដោយអះអាងថាការសម្រេចចិត្តក្នុងការធ្វើតែអីហ្នឹងគឺមិនមែនគាត់ជាអ្នកគ្រប់គ្រងអីនោះទេគឺជាគ្រូនយោដល់ពេលចុះទៅអេរ៉េក៏បានស្នើសុំទៅកាន់អ្នកគ្រូឲ្យគាត់នឹងក៏បានជួបជាមួយនឹងលោកគ្រូនយោតែអ្នកគ្រូក៏បានយល់ព្រមនឹងសំណើរបស់អេរ៉េនោះទេដោយសារតែមួយរយៈចុងក្រោយនេះលោកគ្រូនយោគឺពិតជារវល់ការងាររបស់គាត់ខ្លាំងណាស់ហើយបើសិនជាឯងនៅតែទទួលបែបហ្នឹងច្បាស់ខ្លាំងណាស់ក៏នឹងចាត់ការទៅតាមច្បាប់ហើយភ្លាមៗក៏ស្រាប់តែ Colin នាងក៏បាននឹកឃើញអំពីវិធីមួយប៉ុន្តែយើងមិនទាន់ដឹងនោះទេថា Colin ក៏បានប្រាប់ពីវិធីអ្វីដែលនាងក៏បានដឹងដោយសាច់រឿងនៅពេលនេះក៏ការបង្ហាញនៅព្រឹត្តិការណ៍ការប្រកួតវេទមន្តហោះហើរហើយការប្រកួតលើកនេះគឺពិតជាមានអ្នកទស្សនាច្រើនមែនទែនមិនថាសាលាក្រហមសាលាអីនោះទេគឺមកចូលរួមទាំងអស់ហ្នឹងពីព្រោះថាការប្រកួតហោះហើរនៅសាលាវេទមន្តប៉ូបៃតងពិតជាមានភាពល្បីល្បាញមែនទែនគណៈពេលហ្នឹងអេរ៉េក៏បានធ្វើការអរគុណទៅកាន់ Colin ទាក់ទងអំពីកំណត់របស់នាងនៅថ្ងៃនោះបើសិនជានៅពេលនោះអត់មានវត្តមានរបស់ Colin នោះទេច្បាស់ខ្លាំងណាស់ប្រហែលជាគាត់គឺមិនអាចធ្វើអ្វីបានឡើយហើយសាច់រឿងក៏បានត្រឡប់ថយក្រោយផងដែរដែលនៅពេលនោះ Colin ក៏បាននិយាយប្រាប់ទៅកាន់អេរ៉េថានាងគឺមានវិធីមួយនោះគឺជាការប្រកួតវេទមន្តហោះហើរហើយនៅពេលដែលបុគ្គលណាគឺទទួលបានលេខ1ក្នុងការប្រកួតវេទមន្តហោះហើរនោះបុគ្គលម្នាក់នោះគឺទទួលរង្វាន់អំពីនាយកសាលាផ្ទាល់តែម្ដងអញ្ចឹងហើយគឺសង្ឃឹមថាបើសិនជានៅថ្ងៃនោះអេរ៉េគឺអាចយកឈ្នះបាននោះគឺជាឱកាសដែលអេរ៉េគឺអាចស្នើសុំទៅកាន់លោកគ្រូនយោឲ្យឡើងទៅដល់ថ្នាក់ទី2បានគណៈពេលហ្នឹងអ្នកគ្រូក៏បានបញ្ជាក់ទៅកាន់ពួកគេទាំងពីរនាក់ផងដែរថាការប្រកួតវេទមន្តហោះហើរអីហ្នឹងគឺវាមិនសូវស្រួលនៅឡើយពីព្រោះបេក្ខជនដែលបានចូលឈ្មោះក្នុងការប្រកួតវេទមន្តហោះហើរហ្នឹងគឺរហូតដល់300នាក់ឯណោះអញ្ចឹងហើយអាការប្រកួតវេទមន្តហោះហើរអីហ្នឹងគឺវាមានភាពងាយស្រួលនោះទេកាត់ចូលពេលបច្ចុប្បន្នវិញអេរ៉េនៅពេលនេះកំពុងតែត្រៀមខ្លួនក្នុងការប្រកួតហើយគណៈពេលហ្នឹងដែរអាប៉ែមួយកាលពីថ្ងៃមុនដែលបានប្រាប់ទៅកាន់អេរ៉េក៏បានមករាក់ទាក់ជាមួយនឹងអេរ៉េប៉ុន្តែអេរ៉េអត់បានស្គាល់នោះទេអញ្ចឹងហើយធ្វើឲ្យវាពិតជាគំមែនតើហើយក៏ចាប់ផ្ដើមណែនាំពីឈ្មោះរបស់ខ្លួនឯងតែម្ដងឲ្យទៅកាន់អេរ៉េបានស្គាល់ថាវានឹងគឺមានឈ្មោះថា Sky ជាភាសាក៏ជាមើលរូបថ្នាក់របស់អេរ៉េដែរប៉ុន្តែវាពិតជាឆ្ងល់មែនតើរៀនថ្នាក់តែមួយក៏ប៉ុន្តែអត់ស្គាល់មកកាន់វាដល់កតែម្ដងនៅពេលហ្នឹង Sky ក៏បានសួរទៅកាន់អេរ៉េដេញដោលទាក់ទងអំពីវេទមន្តហោះហើររបស់គាត់ថាហេតុអ្វីបានជាឯងមានទំនុកចិត្តក្នុងការប្រកួតមួយនេះអេរ៉េក៏បានតបថាដោយសារតែយើងគឺពិតជាខំប្រឹងប្រែងមែនតើទាក់ទងអំពីវេទមន្តហោះហើរអញ្ចឹងហើយបានជាយើងគឺមានទំនុកចិត្តលើខ្លួនឯងបែបនេះហើយមុនពេលដែលប៉ែ Sky ក៏បានចាក់ចេញទៅហ្នឹងវាក៏បាននិយាយប្រាប់ទៅកាន់អេរ៉េផងដែរថាសំណាងល្អណាស់អូនបន្តមកទៀតយើងក៏បានគិតថា MC នៅពេលនោះក៏ចាប់ផ្ដើមធ្វើការប្រកាសផងដែរលក្ខខណ្ឌក្នុងការប្រកួតវេទមន្តហោះហើរគឺអត់មានអ្វីដែលពិបាកនោះទេគ្រាន់តែធ្វើការហោះជុំវិញទីក្រុងវេទមន្តតែប៉ុណ្ណោះហើយក៏បានត្រឡប់មកកន្លែងដើមវិញហ្នឹងគឺឈ្នះបាត់ទៅហើយ MC ក៏បាននិយាយបន្តទៀតថានៅថ្ងៃនេះគឺពិតជាមានកិត្តិយសមែនទែនដោយសារតែមាននាយកសាលាក៏បានចូលរួមមិនត្រឹមតែប៉ុណ្ណោះទេ MC គឺថែមទាំងស្នើសុំទៅកាន់លោកគ្រូម្នាក់ដែលជាដៃស្ដាំរបស់លោកគ្រូនយោដើម្បីមកធ្វើអធិប្បាយសិស្សស្រីដល់កតែម្ដងគ្រាន់តែឃើញលោកគ្រូសង្ហាបែបហ្នឹងក៏ចាប់ផ្ដើមនិយាយហើយពិតជាសង្ហាខ្លាំងណាស់លោកអើយសម្បីតែកៃតូក៏គាត់ឆ្ងល់ពីសិស្សស្រីទាំងអស់ហ្នឹងផងដែរពីព្រោះថាលោកគ្រូម្នាក់ហ្នឹងគាត់ក៏បានរៀបការឲ្យតើបន្តមកទៀត MC ក៏បានធ្វើការប្រកាសក្តាញ់ក្តាយតែម្ដងថានៅពេលនេះការប្រកួតគឺចាប់ផ្ដើមគ្រាន់តែចាប់ផ្ដើមការប្រកួតសយើងក៏បានគិតថាមានសិស្សមួយចំនួនគឺចាប់ផ្ដើមមានបញ្ហាហើយអាខ្លះគឺហោះបុកគ្នាអញ្ចឹងទៅអាខ្លះទៀតគឺចាប់ផ្ដើមធាក់គ្នាទៅវិញទៅមកអញ្ចឹងទៅអាចនិយាយមិនថាគឺមកចប់តែម្ដងដើម្បីយកជ័យជំនះមិនត្រឹមតែប៉ុណ្ណោះទេនៅពេលនេះគឺមានសិស្សប្រុសម្នាក់ក៏បានប្រើប្រាស់វេទមន្តហោះហើរគឺខុសបច្ចេកទេសបណ្ដាគាត់ក៏បានហោះទៅបុកនៅកន្លែងអ្នកមើលទៅវិញនិយាយសាមហ្មងឥឡូវនេះបេក្ខជនដែលបានប្រកួតនៅសល់តែ15នាក់តែប៉ុណ្ណោះហើយអ្នកដែលបាននាំមុខគេនឹងគឺជាកញ្ញាម្នាក់ដែលមានឈ្មោះថា Deodes អំឡុងពេលហ្នឹងលោកគ្រូមុខស្អាតក៏បានចារអារម្មណ៍ទៅកាន់សិស្សថ្មីចំនួន2នាក់ផងដែរដែលជាអេរ៉េហើយនិង Sky អេរ៉េក៏បានប្រាប់ទៅកាន់ Sky ថាការប្រកួតរបស់ពួកយើងហ្នឹងគឺមានរយៈពេលវែងខ្លាំងណាស់ហើយឯងក៏បានប្រើល្បឿនដ៏លឿនបែបនេះហើយច្បាស់ខ្លាំងណាស់មកណារឯងគឺមិននៅស្ថិតស្ថេរទៀតទេអញ្ចឹងហើយនៅពេលនេះយើងគួរតែរក្សាល្បឿនរបស់យើងឲ្យយឺតសិនទៅមិនទាន់អីបំបោលតាមគេនោះទេអណ្ណាពេលហ្នឹងអេរ៉េក៏បានដឹងផងដែរថាបញ្ហាបន្ទាប់គឺចិត្តបានមកដល់ហើយនោះគឺជាកន្លែងច្រកទ្វារផ្លូវចេញនឹងឯងដែលជាកន្លែងកោងហើយដូចអ្វីដែលអេរ៉េក៏បានរំពឹងទុកមែនដោយសារតែនៅពេលនេះគឺមានសិស្សជាច្រើនដែលមិនអាចបត់ខ្លួនឯងបានអ្នកខ្លះក៏មិនអាចបត់បានហើយក៏បានទៅត្រង់ទៅហើយអ្នកខ្លះទៀតបត់បានដែរប៉ុន្តែមិនអាចទប់លំនឹងខ្លួនឯងបានក៏បានធ្លាក់ចូលទឹកអញ្ចឹងទៅហើយឥឡូវហ្នឹងបេក្ខជនដែលនៅសល់ក្នុងការប្រកួតគឺមានតែ8នាក់តែប៉ុណ្ណោះហើយអ្នកដែលបាននាំមុខគេហ្នឹងគឺជាកញ្ញាដែលមានឈ្មោះថា Deodes ហ្នឹងដដែលហ្នឹងលោកគ្រូមុខស្អាតក៏បានធ្វើការនិយាយទាក់ទងអំពី Deodes ផងដែរថា Deodes ហ្នឹងគឺជាកញ្ញាម្នាក់ដែលមានឥទ្ធិពលមែនទែនក្នុងការប្រកួតប្រជែងដទៃទៀតដែលនាងគឺទទួលបានជ័យជំនះចំនួន3ដងក្នុងមួយឆ្នាំឥឡូវហ្នឹងអ្នកដែលបានតាមតកតុយពីនាងបានហ្នឹងគឺមានតែអេរ៉េហើយនិងអាប៉ែ Sky តែប៉ុណ្ណោះចំពោះកៃតូបន្តពីឃើញបាត់ហ្នឹងក៏ចាប់ផ្ដើមស្រែកក្តាញ់តែម្ដងថាលោកគ្រូគឺត្រូវតែទទួលជ័យជំនះបានចំពោះ Deodes នៅពេលនោះក៏មានការភ្ញាក់ផ្អើលផងដែរអំពីសមត្ថភាពរបស់ពួកគេទាំងពីរនាក់ដែលអ្នកពីគឺមានសមត្ថភាពក្នុងការហោះតកតុយពីនាងបានហើយអាប៉ែ Sky ក៏បាននិយាយទៅកាន់នាងថាការប្រកួតមួយនេះគាត់ត្រូវតែយកឈ្នះដូច្នោះហើយក៏ស្រាប់តែ Deodes ក៏បានបន្ថែមល្បឿនរបស់នាងខុសទៅមុខទៀតតែម្ដងអាប៉ែ Sky ក៏បានដឹងខ្លួនឯងផងដែរថានៅពេលនេះម៉ាណានៅក្នុងខ្លួនរបស់វាគឺស្ទើរតែអស់ទៅហើយ
ហេតុនេះហើយនៅពេលនេះវាមិនអាចតាមតទៅកាន់ Day or Day បានទៀតទេដូច្នោះហើយធ្វើឲ្យវាពិតជាខឹងនឹងខ្លួនឯងមែនទែនដែលមិនអាចទទួលបានលេខ1នៅក្នុងការប្រកួតឆ្នាំនេះនៅពេលនេះគឺមានតែ Ere តែប៉ុណ្ណោះដែលប្រកួតប្រជែងគ្នាជាមួយនឹង Day or Day កញ្ញា Day or Day ក៏មានការភ្ញាក់ផ្អើលផងដែរបន្ទាប់ពីឃើញសមត្ថភាពរបស់ Ere ដូច្នោះនេះក៏បានបន្ថែមល្បឿនរបស់នាងបន្តទៅមុខទៀត Ere ក៏បានដឹងខ្លួនឯងផងដែរថានៅពេលនេះគាត់មិនអាចបង្កើនល្បឿនរបស់គាត់ដើម្បីឲ្យលឿនជាងនឹងទៀតទេដោយសារតែការរៀនវេទមន្តហោះហើររបស់គាត់គឺមានរយៈពេល2ខែតែប៉ុណ្ណោះដូច្នោះនៅពេលនេះក៏អត់មានជំរឿននៅឡើយក្រៅពីប្រើស្នៀតមួយនេះនោះគឺជាការបង្កើនវេទមន្តខ្យល់នៅបាតជើងរបស់គាត់ដែលអនុញ្ញាតឲ្យគាត់ក៏បានធាក់ដើម្បីបង្កើនល្បឿនបាននៅទីបំផុត Ere ក៏បានតាមតទៅកាន់ល្បឿនរបស់ Day or Day បានហើយធ្វើឲ្យ MC ពិតជាភ្ញាក់ផ្អើលមែនទែនបន្ទាប់ពីគាត់ក៏បានឃើញទស្សនវិជ្ជាបែបហ្នឹងអញ្ចឹងហើយ MC ក៏បានធ្វើការសួរទៅកាន់លោកគ្រូមុខស្អាតថានេះគឺជាបច្ចេកទេសអ្វីទៅចំពោះលោកគ្រូមុខស្អាតបន្ទាប់ពីឃើញភ្លាមក៏បានដឹងភ្លាមតែម្ដងថានេះគឺជាការបង្កើតវេទមន្តខ្យល់នៅក្រោមបាតជើងក៏ប៉ុន្តែការធ្វើនេះតតែកម្លាំងជើងរបស់ Ere គឺមានភាពរឹងមាំហើយអ្នកដែលអាចធ្វើក្បាច់មួយនេះគឺមានរយៈពេលយូរបាននោះតតែបុគ្គលម្នាក់នោះគឺមានកម្រិតដាវព្រះហើយអ្នកនៅពេលអាចនឹងមានបញ្ហាដោយសារតែខាងមុខគឺជាកន្លែងច្រកទ្វារដើម្បីចូលទីក្រុងវិញចំពោះកញ្ញា Day or Day នេះក៏បានដឹងខ្លួនឯងផងដែរថានាងមិនអាចបង្កើនល្បឿនបានទៀតទេដែលនាងគឺត្រូវតែបន្ថយល្បឿនរបស់នាងប៉ុន្តែនាងពិតជាឆ្ងល់មែនទែនថាហេតុអីបានជា Ere គឺមិនបន្ថយល្បឿនរបស់គាត់បែបនេះប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ Day or Day នាងក៏បានសម្រេចចិត្តហើយថានាងគឺត្រូវតែបន្ថយល្បឿនដោយសារតែការបន្ថយល្បឿនរបស់ Day or Day បែបហ្នឹងហើយនៅទីបំផុត Ere ក៏គឺជាអ្នកនាំមុខម្ដងនៅពេលដែលបានទៅដល់ផ្លូវបត់ Ere ក៏បានបញ្ចេញវេទមន្តខ្យល់របស់គាត់ដាក់ទៅចំដៃខាងស្ដាំដើម្បីឲ្យគាត់គឺមានភាពងាយស្រួលក្នុងការបត់មកខាងឆ្វេងដូច្នោះហើយធ្វើឲ្យ MC ហើយនឹងលោកគ្រូមុខស្អាតគឺកាន់តែភ្ញាក់ផ្អើលអំពីសមត្ថភាពរបស់ Ere ហើយនៅទីបំផុតការប្រកួតវេទមន្តហោះហើរអ្នកដែលបានទទួលលេខ1គឺជា Ere នឹងឯងចំណែកអ្នក13នៅវិញពិតជាសប្បាយចិត្តមែនទែនហើយក៏បានធ្វើការសាទរទៅកាន់ Ere តែម្ដងចំពោះកញ្ញា Day or Day នៅវិញនេះក៏បានមកជួបជាមួយនឹង Ere ហើយក៏បានធ្វើការរាក់ទាក់ជាមួយនឹង Ere នឹងនិយាយផងដែរថានាងមិននឹកស្មានថានាងបែរជាចាញ់ការប្រកួតមួយនេះដោយសារតែសិស្សថ្មីតតសEre ក៏បានមកកាន់ជាមួយនឹង Day or Day នោះទេដែលក៏បានយកព្រមក្នុងការចាប់ដៃដើម្បីបង្កើតជាមិត្តភាពហើយអ្នកដែលបានជាប់លេខ3ក្នុងការប្រកួតគឺជាអបិស្កាយនឹងឯងគ្រាន់តែមកដល់ទីភ្លាមនឹងគឺចាប់បានសន្លប់ភ្លាមតែម្ដងដោយសារតែប្រើប្រាស់ម៉ាណាច្រើនពេកបន្តមកទៀតសាច់រឿងក៏កាត់បង្ហាញនៅពេលដែលនាយកសាលាក៏បានប្រកួតបានសរសើរឲ្យទៅកាន់ Ere នោះហើយឱកាសមួយនេះគឺជាឱកាសរបស់ Ere ហើយក៏បានស្នើសុំទៅកាន់លោកនាយកតែនៅពេលនេះក៏គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឲ្យគាត់ក៏បានឡើងទៅដល់ថ្នាក់ទី2បានដែរឬទេចំពោះលោកគ្រូនាយកនៅពេលនេះក៏បានយកព្រមទៅដោយសារតែនៅពេលនេះ Ere គឺជាសិស្សគំរូហើយនឹងមិនត្រឹមតែប្រទេសលោកគ្រូនាយកក៏បានសួរទៅកាន់ Ere ផងដែរទាក់ទងអំពីវេទមន្តហោះហើររបស់គាត់ថារៀននៅឯណាគ្រឿងដូចឆោតមួយអាគ្នារៀននៅសាលាប៉បៃតងឲ្យទៅរៀនណាវិញជឿហ្មង Ere ក៏បានតទៅវិញផងដែរថាប្រកបខ្លាំងណាស់វេទមន្តហោះហើរក៏បានរៀននៅក្នុងសាលាមួយនេះនឹងឯងដូច្នោះហើយធ្វើឲ្យលោកគ្រូនាយកពិតជាពេញចិត្តនឹងពាក្យសម្ដីរបស់ Ere មែនទែនបន្តពីការចាត់ចែងអំពីលោកគ្រូនាយកហើយនៅ Ere ក៏បាននិយាយតែម្នាក់ឯងផងដែរថានៅពេលនេះនៅសល់តែសាលា3ទៀតតែប៉ុណ្ណោះអូខេសម្រាប់ភាគទី9គឺការចាំនៅត្រឹមនឹងឯងហើយបើចង់ដឹងថាភាគបន្តទៅមុខទៀតវាទៅជាយ៉ាងណាក៏ភ្លេចតាមជាមួយមីនតអរគ្នាណាជាចុងក្រោយអេមីមិនតែពេលជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាកជីវិតក៏ធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវអេមីមិនតែប៉ុណ្ណឹងទេបាយបាយជួបគ្នាភ្លាមតបាយបាយ